សួស្តីបងទាំងអស់គ្នាថ្ងៃនេះមកចែកម្លែកតិចបទពិសោធន៍ក្នុងការប្រើ Xeon ទៅលើ LD បើបងប្អូនដែលមាន account ច្រើនហើយ run LD ច្រើនអញ្ចឹងណាខ្ញុំ recommend ថាកុំប្រើ cache ដូចជាប្រភេទ board ចេះប្រភេទ CPU 2 ធំអញ្ចឹងណា board ធំអញ្ចឹងណាបងប្អូនកុំប្រើ cache ទូចពេកកាលណាយើងប្រើ cache ទូចពេកវាធ្វើឲ្យយើងឆាប់ឡើងកម្ដៅនៅក្នុង cache ពួកអីយើងពឹងទៅលើនេះ fan cache នេះវារត់កម្ដៅអត់តាន់ទេវាទាញកម្ដៅចេញបងកម្ដៅចេញអត់តាន់អញ្ចឹងណាវាធ្វើឲ្យឡើងកម្ដៅលឿនទៅលើ RAM និង VGA និង CPU យើងអញ្ចឹងខ្ញុំ recommend ថាឲ្យបងប្អូនប្រើ cache ទលាយតិចទៅដើម្បីឲ្យវាមានថាខ្យល់ចេញចូលគ្រប់គ្រាន់និងវា space វាធំទលាយបន្តិចកាលណាយើងប្រើ cache ទូចពេកវាឆាប់ឡើងកម្ដៅធ្វើឲ្យឡើងកម្ដៅ RAM នេះដូចខ្ញុំជាដើមឃើញវា cache ប៉ុណ្្នឹងហើយវាចង់ឡើងកម្ដៅ RAM នេះគ្រាន់ថាចែកម្លែកបទពិសោធន៍ទេបងប្អូនណាចង់ប្រើប្រភេទ mainboard ធំដូចជាប្រភេទ Xeon CPU 2អញ្ចឹងគួរប្រើ cache ទលាយតិចទៅគ្រាន់ថា cache កាលណាវាកាន់តែធំវាក៏តម្លៃរៀងថ្លៃទៅតាមនឹងដែរអញ្ចឹងណាអញ្ចឹងកុំប្រើ cache ទូចពេកព្រោះអីធម្មតាបងប្អូន run យូរហើយ LD ក៏ការប្រើកម្លាំងខ្លាំងដែរតែអញ្ចឹងវាឡើងកម្ដៅលឿនអញ្ចឹងបើអាចប្រើ cache ធំតិចទៅណាគេគាត់ចែកម្លែកទេកុំប្រើ cache ទូចពេក cache ទូចវាងាយទុកដាក់មែនតែក៏យើងមានបញ្ហាថងថាវាឆាប់ឡើងកម្ដៅទៅក្នុង board យើងអញ្ចឹងណាហើយនឹង CPU និង RAM យើងដែរអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ការងារយើងហើយវាអាចខូចគ្រឿងរបស់យើងអញ្ចឹងបើអាចគួរតែប្រើ cache ឲ្យធំទលាយតិចទៅណាកុំប្រើ cache ទូចពេកកាលណាយើងប្រើ cache ទូចវាអត់ដូច Intel អីទេវាកាលណា board ទូចវាស្រួលទេវាទុកដាក់ទៅលើ cache វាស្រួលតែដូចពពួក Xeon យើងបើកយូរអញ្ចឹងបើអាចយើងប្រើទៅលើ cache យ៉ាងធំទលាយតិចទៅណាកុំចូលចិត្តវាស្រួលដែរ cache ទូចវាស្រួលទុកដាក់ក៏ប៉ុន្តែដល់ពេលយើង run យូរទៅវាពិបាកវាឆាប់ឡើងកម្ដៅក្នុងអញ្ចឹងណាអូខេមានតែប៉ុណ្្នឹងណាសុខសប្បាយទាំងអស់គ្នាបងប្អូនបាយ